ចាខ្ញុំ review ផ្ទះប្រកបអាជីវកម្មមួយទីតាំងគឺល្អខ្លាំងមែនតើគឺនៅតំបន់បឹងកក់ទីតាំងហ្នឹងគឺនៅបឹងកក់ហ្មងនៅខាងក្រោយភោជនីយដ្ឋានវ័នម៉បងអញ្ចឹងបងចូលមើលនៅខាងក្នុងមួយខ្ញុំទាំងអស់គ្នាហើយផ្ទះនេះគឺខ្ញុំកំពុងតែដាក់ជួលបានណាបងផ្ទះហ្នឹងគឺផ្ទះរបស់ខ្ញុំតែម្ដងផ្ទះនេះចូលមកតតឹងផ្ទះគឺមានទំហំខ្ញុំនិយាយតែ4ម៉ែត្រទេតែខ្ញុំបោះជាក់ស្ដែងទៅ4ម៉ែត្របន្តិចណាថា4ម៉ែត្រ482ហើយសម្រាប់ខាងលើវិញណាចង់និយាយថាពីខាងក្រោមរហូតដល់ពីដានខាងលើគឺមានកម្ពស់ខ្ពស់ជាងផ្ទះល្វែងធម្មតាដោយសារផ្ទះនេះពេលដែលខ្ញុំទិញពីសំណង់ខាងបរិយខាងបឹងកក់មកផ្ទះគេគឺសម្រាប់ផ្ទះអ្នក business ហ្មងផ្ទះធ្វើអាជីវកម្មហ្មងអញ្ចឹងបងចូលមកបងឃើញហើយនេះពេលដែលគេចូលមកបើសិនជាយើងបើកក្រុមហ៊ុនឬក៏បើក clinic ណាបើក clinicអីផ្សេងណាអញ្ចាំងមួយនេះគឺអញ្ចាំងគេសម្រាប់ដាក់ផ្លាកហ្មងអញ្ចឹងពេលចូលមកឃើញស្អាតហើយបងចង់ដេកខាងលើមិនក៏បានដែរអញ្ចឹងចូលមកដល់ក្រោយពីខាងមុខពីខាងទ្វារមិញហ្នឹងចូលមកដល់ខាងក្រោយត្រឹមនេះត្រឹមទ្វារនេះណាជម្រៅ8ម៉ែត្រនិយាយទៅវែងខ្លាំងមែនតើ8ម៉ែត្រណាពីខាងមុខទ្វារហ្នឹងមកដល់ត្រឹមនេះខាងត្រឹមហ្នឹង8ម៉ែត្រអញ្ចឹងខ្ញុំនាំបងមកមើលថែមបន្តិចទៀតអញ្ចឹងពេលដែលមកដល់ត្រឹមហ្នឹងហើយចដៅនេះគឺកម្រងរបស់គេគឺគេដាក់បងអាចដាក់ចដៅយន្តបានប្រឡោះនេះបងប្រឡោះនេះគឺបងអាចដាក់ចដៅយន្តបានបងដាក់ចដៅយន្តទៅដោយសារកម្ពស់ផ្ទះហ្នឹងគឺខ្ពស់ខុសពីធម្មតាតែម្ដងហើយខ្ពស់ទាំងអស់ហ្នឹងបើនិយាយពីប្លង់សេបឯងឡើងដល់4សន្លឹកអញ្ចឹងមានន័យថាផ្ទះហ្នឹងរហូតដល់ទៅ4ជាន់កន្លះនៅខាងលើទៀតអញ្ចឹងណាហើយមួយទៀតតាក់ទងនៅសំណង់ផ្ទះហ្នឹងបងអាចមានសិបធ្វើឡើងទៅខាងលើបាន2ជាន់កន្លះទៀតអញ្ចឹងណាសម្រាប់ប្លង់របស់គេអញ្ចឹងបងអាចធ្វើតបានព្រោះអ្នកចិត្តខាងហ្នឹងមានអ្នកខ្លះគេធ្វើតដែរហើយបងមើលទំហំចដៅគឺធំខ្លាំងមែនតែនហ្មងនិយាយទៅផ្ទះនេះគឺបងរស់នៅបានន័យថាអស់គេហៅថាតលាយអស់ពីចិត្តហើយបើសិនជាបងទិញធ្វើអាជីវកម្មទៀតក្រុមហ៊ុនដោយក្រុមហ៊ុនស្ថាប័នមេធាវីឬក៏ខាង clinic អីហ្មងលយចង់ដេកអស់លយបងថែមលុយដេកអស់តែ10000តនីបងហ្មងហើយចម្រៅកន្លែងនេះបន្ទប់ទឹកមានបន្ទប់ទឹកមួយហើយកន្លែងនេះបងអាចធ្វើឃ្លាំងស្តុកអវ៉ាន់ស្តុកអីបានស្រាច់ចិត្តអញ្ចឹងណាឬក៏ខ្ញុំនិយាយថាបរិវេណហ្នឹងដែលយើងអាចដាក់ចដៅយន្តបានណោះហើយបងមកក្រោយទៀតក្រោយនេះចម្រៅរហូតដល់ទៅ9ម៉ែត្រពីទ្វារមិញមកដល់ចុងនេះ9ម៉ែត្រណាឆ្ងាយខ្លាំងមែនតើជ្រៅខ្លាំងមែនតើ9ម៉ែត្រអញ្ចឹងមកមើលកន្លែងនេះហ្នឹងគឺគេមានដេកជាលក្ខណៈចក្រានបាយបន្តិចឲ្យមកយើងអញ្ចឹងយើងអាចចក្រានបាយមានដេកស្រាប់ហើយនេះគឺខ្ញុំបាំងឯងតាមពិតមានប្រអួចកញ្ចក់មួយហើយមានទ្វារក្រោយចឹងលក្ខណៈពិសេសផ្ទះនេះបងផ្ទះខ្លះបងទិញគឺទ្វារក្រោយខាងក្រោយមានទ្វារប៉ុន្តែកាំងប៉ុន្តែផ្ទះនេះខាងក្រោយហ្នឹងដូចជាផ្លូវវា3ម៉ែត្រទៀតមានផ្លូវខាងក្រោយ3ម៉ែត្រទៀតណាហើយខាងក្រោយហ្នឹងបងអាចបើសិនជាអាជីវកម្មធ្វើជាក្រុមហ៊ុននេះបងអាចទុកឲ្យបុគ្គលិកគេចតម៉ូតូចតអីបានហើយសម្រាប់ផ្ទះដែលខ្ញុំលក់នេះគឺផ្ទះរបស់ខ្ញុំផ្ទាល់ហ្មងអញ្ចឹងផ្ទះនេះគឺខ្ញុំបានដេកនេះបន្ទប់កញ្ចក់មួយឡើយនេះមួយទៀតអញ្ចឹងបន្ទប់កញ្ចក់ខ្ញុំមកដោះយកហើយក្នុងហ្នឹងមានម៉ាស៊ីនត្រជាក់ចាអញ្ចឹងផ្ទះហ្នឹងគឺល្អខ្លាំងហ្មងបងដែលថាទិញបានគឺមានសំណាងមានលៀបមានជ័យហើយខ្ញុំលក់ផ្ទះហ្នឹងគឺខ្ញុំត្រូវការប្រគប់យកកន្លែងផ្សេងដូចគ្នាអញ្ចឹងដាច់ចិត្តលក់ទាំងអត់ដាច់ចិត្តទេណាដោយសារស្អាតខ្លាំងមែនតើហើយបើតាក់តងនឹងសុវត្ថិភាពវិញណាបងដឹងឯទីតាំងកណ្ដាលក្រុងបងនៅចំដុំបង្កក់ហ្មងស្រឡះខ្លាំងមែនតើគ្រាន់តែឡៅតឿនេះគេធ្វើប្លង់សេមកកណាត់ទេដើម្បីតែឡៅតឿនេះមួយនេះហើយឡៅតឿហ្នឹងនៅបានហ្មងនេះខ្ញុំដាក់អវ៉ាន់ខ្ញុំណានេះសិតតែអវ៉ាន់អនឡាញខ្ញុំទាំងអស់កាលពីមុនខ្ញុំមានលក់អវ៉ាន់អនឡាញផ្សេងទៀតអញ្ចឹងណាហើយសំខាន់ឡៅតឿគេអត់ធ្វើឲ្យតល់ទេណាគេធ្វើឡើងស្រឡះហ្មងណាបងមើលកពស់ខ្ញុំឈរហើយនៅកពស់ខ្ញុំមួយទៀតមកឡើងទៅមើលទៀតចំណែកជាន់ខាងលើមួយជាន់ហ្នឹងគឺមាន2បន្ទប់ហើយបន្ទប់ហ្នឹងគឺមានបន្ទប់ទឹកទាំងអស់ងាយស្រួលហើយសំខាន់ចដៅផ្ទះនេះគេធ្វើចដៅស្តង់ដាម៉ាពណ៌ខ្មៅប្រកាន់ដៃឈើនេះយើងឡើងមកដល់ជាន់ទី1បន្ទប់មួយទៀតបន្ទប់នេះមានខែមានអីគេងស្រាប់ហ្មងកន្លែងខែគេមកបន្ទប់មានបន្ទប់ទឹកមួយបន្ទប់មានបន្ទប់ទឹកមួយអញ្ចឹងបងចង់ធ្វើបន្ទប់គេងក៏បានបងធ្វើការយ៉ាឡៃក៏បានកាលពីមុនកាលពេលកូវីដខ្ញុំធ្វើការយ៉ាឡៃនៅនេះដែរនេះបន្ទប់ធំមួយទៀតនេះបន្ទប់ខាងមុខនេះបន្ទប់ខាងមុខនេះហើយយើងមើលទៅឃើញខាងក្រៅមានប្រអួចមានអីហើយមកចប់ហ្មងណាពីមុនឡៃហ្នឹងខ្ញុំធ្វើហាងកៅអៅនេះនិយាយទៅផ្ទះហ្នឹងបងតល់មុខគឺអញ្ចឹងដូចគ្នាម៉ូតអញ្ចឹងណាគេហៅផ្ទះអាជីវកម្មភាគច្រើនគេបើកដូចជា clinic ដូចជាក្រុមហ៊ុនមេធាវីហើយគេបើកធ្វើស្អីច្រើនដែរមុខរបរនៅម្ដុំបង្កក់ហ្នឹងហើយផ្លូវរបស់ខ្ញុំនេះគេហៅផ្លូវទី2មានន័យថាយើង
ផ្លូវធំនៅខាងមុខផ្លូវហើយបន្ទាប់មកគឺផ្លូវផ្ទះខ្ញុំហ្នឹងឯងអញ្ចឹងខ្ញុំថតឲ្យបងមើលប៉ុណ្ណឹងដោយសារអីឡើងទៅជាន់លើក៏ដូចគ្នាអញ្ចឹងដែរបន្ទុក2 2អញ្ចឹងទាំងអស់នេះខ្ញុំឡើងមកជាន់ទី1ណាមានជាន់ទី2មានជាន់ទី3ហើយមាននៅខាងលើមួយទៀតខាងលើហ្នឹងគឺខាងក្រោយមកកណាត់ហ្នឹងគឺជាបន្ទប់ដល់ពេលអាខាងលើលៀតហ្នឹងគឺជាវេរ៉ង់ដាសម្រាប់យើងហាលកៅអៅឬក៏យើងចង់ធ្វើ sky bar អីហើយបើបងចង់សង់បន្តទៅគឺមានច្បាប់អាចសង់បានរហូតដល់តែ2ជាន់បងអាចសង់ទៅបានចាក់ប្លង់សេថែមទៅអញ្ចឹងផ្ទះនេះសភាពផ្ទះគឺនៅស្អាតទាំងអស់ហ្មងហើយនិយាយពីសំណង់វិញគឺមុំបងដែលធ្លាប់ជីកកាត់បរិយហ្នឹងបងអាចដឹងហើយថាបរិយហ្នឹងបោះអ្នកណាគេឆ្នាក់ធ្វើអញ្ចឹងណាហើយគេគឺតាក់ទងនៅវិស័យសំណង់គឺគេច្បាស់ហើយគេធ្វើមកក៏គេមាន concept ដែរ concept របស់គេហ្នឹងគឺ concept គេហៅ concept business ណាផ្ទះហ្នឹងគឺផ្ទះអាជីវកម្មចំតួហ្មងហើយផ្ទះប្រភេទហ្នឹងខ្ញុំឃើញគេលក់នៅផ្លូវ60 ម៉ែត្រអត់បានវែងដូចរបស់ខ្ញុំអញ្ចឹងឯណាផ្ទះខ្ញុំជម្រៅបើសិននិយាយពីជម្រៅទាំងអស់ហ្មងពីមុខរហូតដល់ក្រោយដល់តែ8 10 ម៉ែត្រហើយទំហំ4 ម៉ែត្រធំវែងបងផ្ទះវែងខ្លាំងហ្មងហើយផ្ទះនៅម្ដុំនេះបងឃើញផ្ទះអញ្ចឹងផ្ទះនៅម្ដុំនេះអត់ដូចគ្នាណាបងផ្ទះខ្លះទៅជម្រៅគេបានតែត្រឹម5 10ទៅ6 10 ម៉ែត្រទេដោយសារអីដោយសារគេកាត់ប្លង់ក្រោយតែផ្ទះរបស់ខ្ញុំនេះគឺជម្រៅវែងជាងគេមួយជួរនេះណាហើយសំខាន់ដូចខ្ញុំនិយាយអញ្ចឹងថាបងទិញផ្ទះហុងស៊ុយគឺខ្ញុំសំខាន់ខ្លាំងណាស់មានទ្វារមុខមានទ្វារក្រោយផ្ទះខ្ញុំមានទ្វារមុខមានទ្វារក្រោយទ្វារក្រោយក៏ចេញបានទ្វារមុខក៏ចេញបានហើយបើកន្លែងខ្លះគេរកស៊ីទាំងមុខទាំងក្រោយនិយាយទៅបងទិញបានផ្ទះនេះអែមហើយបងអញ្ចឹងនេះគឺក្រុមហ៊ុនរាល់ថ្ងៃហ្នឹងក៏ជាក្រុមហ៊ុនរបស់ខ្ញុំដែរអញ្ចឹងណាអញ្ចឹងបើសិនជាបងចង់ទិញបើបងត្រូវការពួកខ្ញុំរើចាខ្ញុំរើតែបើបងចង់ជួលតអានឹងខ្ញុំសង្កត់ជួលតពីបងចោះអញ្ចឹងណាហើយចាំយើងនិយាយគ្នាតាមនឹងទៀតហើយបើសិនជាតម្លៃវិញខ្ញុំលក់អវ៉ាន់ខ្ញុំនិយាយតម្លៃបងដឹងហ្មងតម្លៃខ្ញុំគិតជូនបងខ្ញុំទិញមកប៉ុណ្ណាខ្ញុំលក់យកវិញប៉ុណ្ណឹងយករួចខ្លួនទេ410000ខ្ញុំលក់ប៉ុណ្ណឹងវិញទេ41ហ្នឹងគឺខ្ញុំឲ្យសម្ភារៈម៉ាស៊ីនត្រជាក់អីដែលមានគឺឲ្យបងទាំងអស់ខ្ញុំមកដោះយកវិញណាព្រោះម៉ាស៊ីនត្រជាក់ហ្នឹងបងម៉ាស៊ីនត្រជាក់ទាំងអស់ចូល4ទៅ5គ្រឿងហើយ4 5គ្រឿងបងគិតតែមួយគ្រឿងទៅ600បានហើយអញ្ចឹងវាចូល11000របស់ខ្ញុំហើយមានក្រែមានអីខ្ញុំអត់ដឹកទេសឡុងអីខ្ញុំឲ្យទាំងអស់ហ្មងនិយាយទៅចង់បានតាលុយដើម្បីយកទៅប្រគប់កន្លែងខ្ញុំត្រូវការផ្សេងដែរហើយតម្លៃ41ហ្នឹងបើសិនជាបងយកខ្ញុំកាត់ទាំងប្លង់ឲ្យទៀតប្លង់នៅបង្កក់នេះគ្រាន់តែកាត់អស់ចិត្ត10000ហើយប្លង់ណាប៉ុន្តែខ្ញុំសរុបកាត់ឲ្យបងទាំងអស់និយាយរួមទៅខ្ញុំទិញផ្ទះនេះប្រហែលចូល10ឆ្នាំហើយលក់ឲ្យបងវិញដូចចែកឲ្យអញ្ចឹងបងណាទិញបានដូចមានលៀបមានជ័យហីទិញផ្ទះនេះបានគឺវែងហើយនៅសំណង់នៅម្ដុំនេះបងឃើញអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងណាបងជិះសួរគេមើលនៅមានជ្រុងខាងនេះមានជ្រុងខាងនោះហ្នឹងគឺសំណង់អត់វែងដូចជួរហ្នឹងឯងមានតែជួរហ្នឹងសំណង់វែងជាងគេជម្រៅដល់តែ8 10 ម៉ែត្រផ្ទះល្វែងឡើយងាយរកទេ8 10 ម៉ែត្រផ្ទះល្វែងជីវកម្មមក